Hello សួស្តីអ្នកនរគ្នាបាទថ្ងៃមើលមកជួយជាមួយខ្ញុំបាទបាទថ្ងៃនេះមកប្រាប់ពីកន្លឹះខ្លះនៃការរបៀបបដូរ email និង password ពេលដែលយើងយក account មកពីគេអញ្ចឹងណាអ្នកដែលមិនតាន់ចេះអាចមើលវីដេអូខាងលើនឹងបានមើលតាមខាង5ទៅជាដំបូងឡើយអ្នកនរគ្នាចូលទៅ Google ស៊ើបពី Economy ID មកហើយអ្នកនរគ្នាវាយទៅនឹងឃើញ Economy ID នេះអ្នកនរគ្នាចុចចូលមកតាមខ្ញុំបានប្រាប់ហ្នឹងមកដល់ឥឡូវនេះចេញ Economy ID អ្នកនរគ្នាចុចលើហ្នឹងមកហើយបន្ទាប់មកអ្នកនរគ្នាចុចយកពាក្យលើគេមកអ្នកនរគ្នាពាក្យ login ហ្នឹងអ្នកនរចុចលើហ្នឹងមកនឹងចេញគេឲ្យនឹងដាក់email នេះអញ្ចឹងអ្នកនរគ្នាវាយ email ចូលមក email ដែលយើងម្ចាស់ដើមគេអញ្ចឹងអ្នកនរគ្នាយកមកវាយចូលមកហើយបន្តមកអ្នកនរគ្នាដាក់ password ហើយបន្តមកខាងក្រោមហ្នឹងគឺអ្នកនរគ្នាគេដាក់រូបពណ៌អីអ្នកនរគ្នារើសតាមហ្នឹងមកមានប្រហែលអ្នកនរគ្នារើសទាំងអស់មកអញ្ចឹងណាហើយបន្តមកគេផ្ញើលេខកូដអញ្ចឹងអ្នកនរគ្នាត្រូវទៅយកលេខកូដដែល Gmail ចាស់ហ្នឹងបានគេផ្ញើមកអ្នកនរគ្នាទៅសុំពីគេត្រូវយកលេខកូដពីម្ចាស់ដើមមកពេលមុនអត់ចេញអញ្ចឹងតែឥឡូវដោយសារតែ Economy គាត់អាប់ដេតថ្មីអញ្ចឹងអ្នកនរគ្នាចុចទៅលើរូបវងមូពណ៌ខ្មៅទៅនឹងចេញឲ្យអ្នកនរគ្នាបន្ទាប់មកយក personal information ហ្នឹងមកហើយអ្នកនរគ្នានេះកន្លែងគឺដាក់ email អញ្ចឹងអ្នកនរគ្នាដាក់ email ហ្នឹងមកពេលអ្នកនរគ្នាដាក់ឲ្យគេនឹងផ្ញើលេខកូដមក6ខ្ទង់អញ្ចឹងអ្នកនរគ្នាចូល Gmail យើងមកហើយយកលេខកូដហ្នឹងមកដាក់មកដាក់នៅកន្លែងហ្នឹងមកបងប្អូនអរគ្នាចុចមកចុចតាមខ្ញុំហ្នឹងមកពេលចុចអញ្ចឹងទៅគេនឹងឲ្យជាបន្តទៀតហើយបន្ទាប់មកអ្នកនរគ្នានឹងឃើញ Gmail របស់យើងហ្នឹងបានដូរហើយប៉ុន្តែអត់ទាន់ចោលវានៅមួយទៀតគឺយើងត្រូវការត្រឡប់ក្រោយទៅដូរដាក់ត្រូវការដូរ password អញ្ចឹងអ្នកនរគ្នាដាក់ Gmail ដែលយើងបានដូរមកបន្ទាប់មកអ្នកនរគ្នាដាក់forget password ហ្នឹងមកអ្នកនរជួយឡើងហ្នឹងមកហើយបន្ទាប់មកដាក់ Gmail យើងដែលបានដូរថ្មីហ្នឹង Gmail របស់យើងហ្នឹងហើយបន្ទាប់មកដាក់ចូលមកប៉ុណ្ណឹងជាការស្រេចហើយអ្នកនរគ្នាឃើញគេផ្ញើសារអ្នកនរហើយបន្ទាប់មកអ្នកនរគ្នាគ្រាន់តែចុចទៅលើ link ដែលគេបានផ្ញើមកទៅគេនឹងនាំអ្នកនរគ្នាទៅកន្លែងដាក់យើងដូរដាក់ password ថ្មីអញ្ចឹងណាអ្នកនរគ្នានេះ link គេផ្ញើមកអញ្ចឹងអ្នកនរគ្នាចុចលើ link មកកន្លែងខាងខ្ញុំដាក់សញ្ញាព្រួយហ្នឹងមកនឹងទៅដល់តែកន្លែងគេឲ្យដូរ password ថ្មីអញ្ចឹងណាអ្នកនរគ្នានេះកន្លែងដូរ password ថ្មីអញ្ចឹងអ្នកនរគ្នាដាក់មិនក៏បានឆ្មេគ្រប់8ខ្ទង់មកអក្សរធំអក្សរតូចលាយជាមួយលេខមកហើយបន្ទាប់អ្នកនរគ្នាដាក់ password ថ្មីចូលមកដាក់មិនក៏បានតាមចិត្តអ្នកនរគ្នាដាក់អញ្ចឹងមកហើយប៉ុណ្ណឹងគឺអ្វីៗគឺបានរួចរាល់ហើយអញ្ចឹងអ្នកនរគ្នាអាចចូលទៅសាក login បានតាមហ្នឹងអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងយើងខាងយើងមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណសូមជម្រាបលា